លោកសោយសុខុននិងលោកឈុនវីរៈអនុប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យនាំយកអំណោយសាមគ្គីភាពពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទៅចែកជូនដល់វីរៈកងទ័ពការពារព្រំដែនខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី3ខែកុម្ភៈឆ្នាំ2026នេះលោកសោយសុខុនលោកឈុនវីរៈអនុប្រធានសាខាសមាគមយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យលោកសយចន្ទធីអគ្គលេខាធិការរងនិងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុខច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកគ្រប់គ្រងសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសនិងជាប្រធានសមាគមបាននាំជោគអំណោយជាទឹកបរិសុទ្ធបារីនិងឧបករណ៍អ៊ីសូឡង់ការពារទ្រូងទៅចែកជូនវីរៈកងទ័ពនៅភ្នំឆាត់ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យបើតាមប្រសាសន៍របស់លោកសយសុខុនអនុប្រធានសាខាសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅក្នុងស្មារតីសាមគ្គីភាពសេចក្តីគោរពនិងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានរៀបចំកម្មវិធីនាំយកអំណោយសាមគ្គីភាពទៅចែកជូនវីរៈកងទ័ពដែលកំពុងតែបំពេញភារកិច្ចការពារព្រំដែនជាតិលោកបានលើកឡើងទៀតថាអំណោយទាំងនេះគឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិការគាំទ្រនិងការយកចិត្តទុកដាក់ពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពចំពោះវីរៈភាពកងទ័ពដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសន្តិភាពជាតិដូចគ្នានេះដែរលោកឈុនវីរៈតំណាងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានបញ្ជាក់ថាកម្មវិធីនេះមានគោលបំណងលើកទឹកចិត្តដល់កងទ័ពជួរមុខឲ្យមានកម្លាំងចិត្តកម្លាំងកាយនិងបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារជាតិនិងប្រជាពលរដ្ឋជាមួយគ្នានេះដែរវីរៈកងទ័ពការពារព្រំដែនក៏បានសម្ដែងនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពដែលបានយកចិត្តទុកដាក់និងគាំទ្រដល់កងទ័ពជួរមុខដោយចាត់ទុកអំណោយនិងការលើកទឹកចិត្តនេះជាកម្លាំងចិត្តដ៏មានអត្ថន័យក្នុងការបំពេញភារកិច្ចដើម្បីជាតិមាតុភូមិចំណែកឯលោកវីរៈសេនីយ៍តូហងរ៉ាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសម្ព័ន្ធយុវជនដើម្បីសន្តិភាពដែលបាននាំយកអំណោយសាមគ្គីភាពនេះមកចែកជូនដល់វីរៈកងទ័ពជួរមុខគឺបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងយុវជននិងកងទ័ពក្នុងការរួមចំណែកថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនយ៉ាងចីរភាពសូមបញ្ជាក់ផងដែរថាអំណោយដែលយកមកចែកជូនវីរៈកងទ័ពនៅភ្នំឆាត់នេះព្រះដេចគុណព្រះមុនីសិលសោភ័ណ្ឌសចន្ទថនព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគុណខេត្តបន្ទាយមានជ័យនិងជាព្រះចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសមរាមបានឧបត្ថម្ភជាទឹកបរិសុទ្ធ350ជួរតាមរយៈលោកសយចន្ទធីផងដែរ